បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងប្រាប់របៀបនៃការមើល mainnet ក្នុងការបាញ់កាក់ចេញពី exchange ផ្សេងឬក៏ wallet ផ្សេងចូលទៅក្នុង exchange ណាក្តីបងប្អូនត្រូវស្គាល់ mainnet ណាចុះឧទាហរណ៍ថាខ្ញុំចង់បាញ់ USDT ចូលក្នុង exchange Bittrex AI អញ្ចឹងជំហានទី1បងប្អូនចូល asset ទី2បងប្អូនចូល deposit ទី3បងប្អូនយក on chain deposit នេះសំខាន់ណាបងប្អូន USDT អញ្ចឹងនៅក្នុង exchange Bittrex AI របស់យើងគឺមាន mainnet ច្រើន BNB ហ្នឹងគេហៅថា BP20 AOP Arbitrum Solana Tron Ton Ethereum អញ្ចឹងបើបងប្អូនបាញ់ខុស mainnet គឺអាចបាត់បង់ loss fund របស់យើងបាត់លុយរបស់យើងហ្មងជាពិសេសបាញ់ពី Trust Wallet អីហ្នឹងចូល exchange នឹងតែបាត់បងមិនបាត់ក៏បងប្អូនត្រូវការ support ដែរអញ្ចឹងឧទាហរណ៍ថាខ្ញុំបាញ់ចេញពីខ្វាញ់ exchange wallet របស់ខ្ញុំចូលទៅក្នុង Bittrex X អញ្ចឹងខ្ញុំមើល address ខ្ញុំ7159អញ្ចឹងខ្ញុំបាញ់ចំនួន$30អញ្ចឹងយើងបើក wallet របស់យើងមកបងប្អូនត្រូវទៅស្គាល់ mainnet អញ្ចឹងណាហើយយើងឡើងនេះយើងយកពាក្យ send យើង copy មកក៏ទួយ7159ត្រូវហើយចំនួន$30.19សេនអញ្ចឹងបើសិនបើយើងករណីយើងបាញ់ខុស mainnet ហ្នឹងគឺខុស blockchain គ្នាហើយថាខុស mainnet ណានេះ mainnet ហ្នឹងសំខាន់ណាបងប្អូនតែវាបាញ់ខុសគឺ fund របស់យើងនឹងបាត់បង់អញ្ចឹងណាអញ្ចឹងយើងត្រូវមើលឲ្យស្គាល់បងប្អូនខ្លះអត់ដឹងទេអញ្ចឹងណាហ្នឹងហើយបងប្អូនមួយចំនួនដៃថ្មីហ្នឹងគឺបាញ់ទៅភាគច្រើនលោហ្មងគឺបាត់បង់ fund របស់យើងហ្មងអញ្ចឹងភាគច្រើនវាបាញ់តាម blockchain វារៀងយឺតបន្តិចហើយបងប្អូនជួនកាលវាមិនអាចចូលភ្លាមទេទៅតាមនេះថា mainnet ហ្នឹងទៅគេប្រើច្រើនអត់អញ្ចឹងវាអត់ទាន់ឃើញចូលទេអត់ទាន់ឃើញចូល confirm ទេតែមើលវាចូលឬអត់អញ្ចឹងណាបាទអរគុណ